ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំស្លមកជូរគ្រឿងសាច់គោបងប្អូនចាជាមួយបន្លែល្ហុងបងប្អូនចាមានដូចជាគ្រឿងមានប្រហុកក៏នេះខ្ញុំក៏ច្រាមហើយនឹង7ជូរ7ក៏ចូលបាច់ហើយដែរណាបងប្អូនចាឡើយឆ្អិនហើយបងប្អូនមកចូលរួមមួយនេះខ្ញុំបងប្អូនចាជាតិណាបងប្អូនអើយជាតិមហាជាតិបងប្អូនចាជាតិក្លិនឈ្ងុយបងប្អូនជាតិណាបងប្អូនឥឡូវនេះខ្ញុំដាក់ម្ទេសពី3គ្រាប់ផងណាបងប្អូនចាជាតិណាបងប្អូនអើយចាមកបងប្អូនមើលរបៀបនេះខ្ញុំស្លទាំងអស់គ្នាបងប្អូនចាជាដំបូងនេះខ្ញុំចាក់ប្រេងឆាពពងគ្រឿងសិនណាបងប្អូនចាគ្រឿងនឹងខ្ញុំកូរឲ្យរៀងនាងគ្រឿងនឹងខ្ញុំកូរឲ្យរៀងឈ្ងុយបន្តិចចាបាទនេះខ្ញុំចាក់សាច់គោបងប្អូនចាឥឡូវក៏ឈ្ងុយហើយបងប្អូនក៏នេះខ្ញុំឆាប្រហុកសិនបងប្អូនចានេះខ្ញុំឆាប្រហុកឲ្យរៀងឈ្ងុយបន្តិចបងប្អូនបាទនេះខ្ញុំចាក់សាច់គោបងប្អូនចាឥឡូវកូរប្រហុកឲ្យបងប្អូនចាកូរឲ្យសព្វចឹងណាបងប្អូនចាឆ្កែព្រុសបងប្អូនអើយយ៉ាប់បងប្អូនស្ងៀមអត់ស្ងាត់ទេណាបងប្អូនចាឥឡូវប្រហុកគោឈ្ងុយហើយបងប្អូនប្រហុកឈ្ងុយហើយក៏នឹងខ្ញុំចាក់សាច់គោបងប្អូនចាចាក់សាច់គោហើយក៏កូរត្រឡប់ឲ្យសព្វគ្រឿងចឹងណាបងប្អូនចាអត់បានដូរទេបងប្អូនអើយព្រោះបញ្ចូលពីដងជួបតែឆ្កែព្រុសជួបតែមនុស្សចឹងបងប្អូនអើយឥឡូវក៏នេះខ្ញុំកូរត្រឡប់ឲ្យសព្វចឹងណាបងប្អូនចាកូរឲ្យរៀងដាច់ទឹកហើយក៏នេះខ្ញុំចាក់ទឹកត្រីប៊ីចេងស្ករចាទឹកត្រីប៊ីចេងស្ករស្រីចំណង់ចំណូលចិត្តបងប្អូនចឹងណាបងប្អូនចាតែចំណែកខ្ញុំដាក់ទឹកត្រី2ស្លាបព្រាកូរស1ស្លាបព្រាប៊ីចេង1ចុងស្លាបព្រាចឹងណាបងប្អូនចាឥឡូវក៏ពុះហើយផុយហើយក៏នឹងខ្ញុំចាប់ផ្ដើមចាក់ទឹកបងប្អូនចាចាក់ទឹកមកងាស់ឲ្យរៀងផុយជាងនឹងតិចណាបងប្អូនចាឥឡូវពុះហើយក៏នឹងខ្ញុំដាក់ទឹកម្ជូរ7ចាដាក់ទឹកម្ជូរ7ហើយក៏កូរបន្តិចចឹងណាបងប្អូនកូរហើយក៏នឹងខ្ញុំដាក់ម្ជូរទឹកបន្លែល្ហុងណាបងប្អូនសុំទោសបងប្អូនចាដាក់បន្លែល្ហុងហើយក៏កូរត្រឡប់បន្តិចចឹងណាបងប្អូនចាឲ្យរៀងផុយល្ហុងបន្តិចមិននេះខ្ញុំចាប់ផ្ដើមដាក់ម្ទេសបងប្អូនចាឥឡូវអូខេណាបងប្អូនល្ហុងក៏ផុយម្ជូរគ្រឿងក្រើក៏ដាក់រួចហើយបងប្អូនឥឡូវកូននេះខ្ញុំដាក់ម្ទេស4-5គ្រាប់ផងបងប្អូនចាជាតិណាបងប្អូនអើយចាជូរប្រៃជាតិណាបងប្អូនជូរហឹលណាបងប្អូនក្តៅហុយជាតិណាបងប្អូនអើយចាបងប្អូនមកចូលរួមជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនមានរសជាតិឆ្ងាញ់បងប្អូនអើយជាតិមហាជាតិបងប្អូនក្តៅហុយជាតិណាបងប្អូនអើយចាមកចូលរួមជាមួយនឹងខ្ញុំទាំងអស់គ្នាណាបងប្អូនចាបងប្អូនអាចធ្វើ